ចាសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះចង់បង្ហាញប្រភេទម៉ូទ័រអាគុយចាសម្រាប់បងប្អូនយកទៅប្រើប្រាស់បាញ់ឆ្នាំអានេះឡើងវិញខ្ញុំតអស់ហើយចាហើយក្នុងនោះវាមានគ្រឿងប្រាំងវានៅក្នុងនោះហើយចានេះខ្សែរបស់វាមកគូសម្រាប់ដាក់ស្ពាយនៅខាងក្រោយចាខ្សែមកគូប្រភេទក្បាលដែលយើងដាក់ប្រើប្រាស់ចាមាន4ប្រភេទមានការឈូសធំការឈូសតូចមានអាចំពាម2ហើយនិង1ចាចាហ្នឹងវាមានរបស់វាមាន4ចាមាន4ប្រភេទសម្រាប់បងប្អូនត្រូវការចង់ធំចង់តូចអីណាឆ្នាំងសាកប្រភេទឆ្នាំងសាកអានេះប្រភេទដៃស្នប់នេះគឺយើងបងប្អូនដៃស្នប់នេះបងប្អូនប្រើតជាមួយនៅនេះអានេះដូចថាយើងមុននឹងយើងដាក់បាញ់គឺយើងត្រូវការមួលដៃស្នប់នេះចូលមកចាជាប់ជាមួយនឹងដៃស្នប់នៅសម្រាប់បងណាដែលគាត់ដែលប្រើប្រាស់ណាអញ្ចឹងយើងមួលដាក់ជាប់អញ្ចឹងមកហើយដងមកវានេះអានេះក៏មានក្បាលបាញ់ដែរអានេះលក្ខណៈថាបាញ់សាច់ហុយល្អបងអញ្ចឹងអានេះយើងអាចដកវែងខ្លីបានណាយើងមួលអាចុងនេះបធូរវាបន្តិចមកបន្ទាប់មកយើងដកទាញអញ្ចឹងមកយើងដកទាញចឹងមកគឺបានវែងចាបានចូល1ម៉ែត្រជាងនេះហើយបើបងប្អូនត្រូវការបាញ់លក្ខណៈថាខ្លីទូដៃទូយើងចំការយើងរៀងទូដែរយើងចង់បាញ់ខ្លីតាមរងខ្លីចឹងណាអញ្ចឹងយើងអាចព្រមវាអញ្ចឹងមកអញ្ចឹងប្រវែងនេះគឺវាខ្លីចាអានោះមានប៉ុណ្ណឹងហើយសម្រាប់អានេះសម្រាប់យើងមួលភ្ជាប់ជាមួយនឹងទយោនេះបាញ់នេះគឺសម្រាប់យើងជាប់អញ្ចឹងមកចាយើងមួលបញ្ចូលអញ្ចឹងមកណាបងប្អូនមួលវាឲ្យជាប់អូខេនេះចាប់តាមនេះខ្ញុំក៏ធ្វើសាកល្បងឲ្យបងប្អូនមើលទេអ្នកដែលគាត់ដែលប្រើចាបើអ្នកបងប្អូនណាដែលគាត់ធ្លាប់ប្រើហើយគឺហ្នឹងគឺស្រួលហើយទៅសម្រាប់អ្នកដែលគាត់អត់ចេះប្រើគឺគេធ្វើបែបហ្នឹងចាអានេះប្រភេទអាគុយសាក់ចាំបើមានចំណាប់អារម្មណ៍អីអាចធ្វើការកម្មងឬក៏ឆាតសួរក៏បានដែរចាហើយសេវាកម្មគឺខ្ញុំប្រើសេវាកម្មចេះតែនិយាយខុសសេវាកម្មគឺខ្ញុំផ្ញើគ្រប់25ខេត្តក្រុងចាមេចាប់ដើមភ្លៀងទៅអីមេចុះហើយបញ្ជាក់ទៅលើអាគុយសម្រាប់ធំអាគុយកន្លែងខ្ញុំគឺខ្ញុំធានាជូនភ្ញៀវគ្រប់គ្នាទាំងអស់ចាអាគុយបើសិនជាគាត់យកទៅប្រើរយៈពេល1ថ្ងៃ2ថ្ងៃអត់កាន់អាគុយគាត់អាចយកមកដល់ទីតាំងខាងខ្ញុំគឺខ្ញុំដូរអាគុយថ្មីជូនសម្រាប់អតិថិជនដែលទិញពីកន្លែងខ្ញុំយកទៅចាគ្រប់អីវ៉ាន់ទាំងអស់ឲ្យតែប្រភេទប្រើអាគុយសាក់ថ្មមានបញ្ហាអាគុយគឺខ្ញុំដូរថ្មីជូនចាអរគុណមានតែប៉ុណ្ណឹងទេ